Giỏ cảnh cha mi cảnh cha mình bạch thằng bò anh thì ngọt đâu ôi mẹ bia bắt con lục mạch con là bật côn một bị sai hơi vậy con là bật cônปุ๊บទើបតែឆៃបាយថ្ងៃត្រង់ហើយមិនទាន់ស្រកពោះប៉ុន្មានផងចុះមិនក៏កូនប្រើឲ្យកុមារិកាដាំបាយជាតិទៅហើយបាទពុកខ្ញុំបានជួបនឹងមាមីងបងប្អូនដែលគាត់មកពីស្រុកនោះគាត់ថាពួកគាត់នឹករលឹកពុកម៉ែខ្លាំងណាស់គេចង់ឲ្យពុកម៉ែទៅលេងពួកគាត់ឲ្យបានឆាប់នេះហេតុនេះហើយទើបខ្ញុំឲ្យកុមារិការៀបចំដាំបាយធ្វើម្ហូបស្លោយហើយនឹងអាលបានបញ្ចុកពុកម៉ែពីឆ្ងាយហើយពួកយើងនឹងចេញទៅតែម្ដងណាអូអញ្ចឹងឯកូនម៉ែវាយើងចិត្តបានទៅលេងបងប្អូនហើយម៉ែវាអើយណែបានកូនជូនទៅលេងស្រុកកំណើតយ៉ាងនេះម៉ែត្រេកអរណាស់ព្រោះខាន់ទៅលេងស្រុកយូរមកហើយតាំងពីពុកម៉ែឯងពីការភ្នែកមកប៉ុន្តែចេញដំណើរថ្មើរនេះក្រែងជប់កណ្ដាលផ្លូវទៅមិនដល់ណាកូនចាំត្អែកចេញដំណើរពីព្រឹកព្រលឹមទៅអូមិនអីទេម៉ែកូនស្គាល់ផ្លូវច្បាស់ណាស់បើសិនជាចាំស្អែកឬខាំស្អែកនោះកូនច្បាស់ជារវល់មិនបានជូនពុកម៉ែទៅទេណាមើលផ្ទះណាមីនាងពី3ថ្ងៃម៉ែពុកមកវិញហើយមើលផ្ទះផងណាកូនស្រីពុកទៅតែពី3ថ្ងៃទេពុកនឹងត្រឡប់មកវិញហើយចាពុកមើលផ្ទះផងណាអូនបងជូនពុកម៉ែទៅលេងស្រុកតែពី3ថ្ងៃទេបងនឹងត្រឡប់មកវិញហើយចាបងយេយេក៏ល្បត់កូនហើយថ្ងៃលិចហើយឬនៅកូនបាទពុកថ្ងៃនៅមិនទាន់លិចទេម៉ែវាបើថ្ងៃមិនទាន់លិចទេមិនក៏រៃយំអីក៏សម្បើម្លេះសំលេងនេះណាគេហៅថាសំលេងរៃយំស្ដាយឆ្ងាយប្រហែលជាវាផ្អើលនឹងសំឡេងរទេះយើងទេដឹងឪវាឬមួយក៏វាចង់ប្រាប់រឿងសម្ងាត់អ្វីដល់យើងមួយអូចុះម៉ែវាឯងដឹងថារៃវាយំប្រាប់រឿងសម្ងាត់នេះពីណាមកខ្ញុំដូចជាមិនដែលដឹងសោះនេះមែនហើយពុកម៉ែគាត់និយាយមិនខុសទេគឺប្រកាសជារៃវាយំចង់ប្រាប់ថាឲ្យយើងប្រុងប្រយ័ត្នពុះនៅព្រៃខាងមុខនេះនឹងមានពួកចោរចាំប្លន់រទេះជាមិនខានទេណាពុកមានចោរផងហើយពួកយើងគិតយ៉ាងម៉េចទៅកូនបាត់ដឹងថាមានចោរប្លន់ដែរមិនក៏កូនមិនបរទេសតាមផ្លូវផ្សេងកូនបរទេសតាមផ្លូវគ្រោះថ្នាក់ពុកអីខ្ញុំស្គាល់ផ្លូវវាងច្បាស់ណាស់ហើយម៉ែនឹងពុកកុំព្រួយបារម្ភអីណាខ្ញុំមានវិធីការពារហើយបើអញ្ចឹងសូមម៉ែនឹងពុកអង្គុយនៅលើរទេះនេះឲ្យស្រួលបួលណាខ្ញុំចុះទៅធ្វើរនាំងការពារឲ្យពុកម៉ែសិនមិនអីទេតែកូនត្រូវប្រយ័ត្នខ្លួនផងណាកូនប្រយ័ត្នផងកូនម៉ែវាវីវហើយក៏ល្បត់កូនរទេះលែងទៅមុខហើយកូនឆាប់មកជួយពុកម៉ែផងឪវាធ្វើយ៉ាងម៉េចទៅឪវាខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរម៉ែវាក៏ល្បត់កូននៅឯណាក៏ល្បត់ឆាប់មកជួយពុកផងកូនពុកនឹងម៉ែខ្វាក់មើលអីមិនឃើញទេពេលនេះរទេះវាលែងទៅមុខហើយក៏ល្បត់កូនឪវាធ្វើយ៉ាងម៉េចទៅឪវាបាបងនៅតែខ្លាចយ៉ាងនេះយើងពិតជាវេទនារហូតណាស់បងគាត់នឹងចេះដាក់ផ្ដាសាយបងនឹងខ្ញុំស្លាប់ពីនេះអន្តរាយម្ដងនេះបងសាក់គិតមើលដល់ខ្លួនឯងទេបើមានពួកគាត់គឺអត់ខ្ញុំបើមានខ្ញុំគឺអត់ពួកគាត់ណែតាកញ្ចាស់យាយកញ្ចាស់បរទេសទៅណាហ្នឹងមានមាសប្រាក់ទ្រព្យសម្បត្តិអីខ្លះឆាប់ប្រគល់ឲ្យអញភ្លាមបើហ៊ានរឹងរទឹងនឹងអញនឹងសម្លាប់ចោលទាំងពីរនាក់ឥឡូវនេះភ្លាមលោកអាយលោកខ្ញុំគ្មានទ្រព្យសម្បត្តិអីទេខ្ញុំក្រណាស់
ចុះកុលបុត្រកូនខ្ញុំទៅណាហើយកុលបុត្រកូនកុលបុត្រកូននៅឯណា កូនល្បត់កូនប្រយ័ត្នខ្លួនឲ្យមែនទេកុំគិតពីពុកម៉ែអីឆាប់រត់ ឆាប់រត់ទៅកូនល្បត់កូន មិនបាច់ហៅទេអញនឹងសម្លាប់ពួកឯងចោលឥឡូវនេះហើយងាប់ទៅអូយម៉ែវាម៉ែវាទៅនិយាយអូលោកអាយលោកសុំសម្លាប់ខ្ញុំទាំងពីរនាក់នេះចុះតែកុំសម្លាប់កូនប្រុសខ្ញុំអីខ្ញុំសុំអង្វរកូនល្បត់កូនកូននៅឯណា លោកម្ចាស់សម្រាប់ខ្ញុំទាំងពីរអ្នកម្ចាស់តែគុំសម្រាប់កូនប្រុសខ្ញុំអី កុំសម្លាប់កូនខ្ញុំអីខ្ញុំសុំវ ចាប់ ល់ រត់ទៅ យ៉កញ្ចាស់មីកញ្ចាស់មិនបាច់អង្វរអញទេងាប់ទៅ អីអូ អូយម៉ែវាកូនលោកម្ចាស់ សម្រាប់ខ្ញុំទាំងពីរអ្នកម្ចាស់តែគុំសម្រាប់កូនប្រុសខ្ញុំអី កុំសម្លាប់កូនខ្ញុំអីខ្ញុំសុំវ ចាប់រ ល់ ត់ទៅ អូយលោកម្ចាស់លោកសម្លាប់ខ្ញុំចុះតែលោកកុំសម្លាប់កូនខ្ញុំអី គុំសម្រាប់កូនប្រុសខ្ញុំអីកូនល្បត់រត់ទៅកូន កូនល្បត់ ចាលោកម្ចាស់កូនល្បត់កូនល្បត់កូនកូនល្បត់កូនមានឪពុកកូននៅឯណាឆាប់រត់ទៅកូនលោកម្ចាស់សូមលោកកុំសម្លាប់កូនខ្ញុំអីខ្ញុំសូមវល់លោកម្ចាស់ កុមារិកានិយាយថាពុកម៉ែចង់ឲ្យខ្ញុំស្លាប់ហេតុអីពេលនេះគាត់អង្វរចោលកុំឲ្យសម្លាប់ខ្ញុំទៅវិញពុកម៉ែកូនខុសហើយពុកម៉ែកូនសម្លាប់ពុកម៉ែហើយពុកម៉ែ អ្នកណាសម្លាប់ម្ដាយឪពុកឯងដូចជារំលាយព្រះពុទ្ធ ម៉ែអើយម៉ែ ជនណាសម្លាប់មេដាបៃតាទទួលទោសាដែលមានឈ្មោះថាអនន្តរិយកម្មក ូនខុសហើយពុកម៉ែកូនចាញ់បោកកុមារិកា នរុកខាំងទុករត់តែលៀនឆ្នាំទទួលខ្ទង់ឈាមពងច្រមខំពំទុកជាអាហារ កូនខុសហើយពុកម៉ែ ម៉ែជ្រោះជ្រៅល្វឹងល្វើយហើយមិនរួចឡើយកិច្ចទៅនាងហើយអូនបីបំពីទោះជាលំបាកតោកយ៉ាងណាគួរកុំបំពេញមេត្រានឹងព្រះឈ្នះមាននៃយើង អាត្មាអញបានរំពឹងមើលពីអតីតជាតិរបស់អាត្មាអញអស់ហើយអាត្មាអញត្រូវតែស្លាប់ឲ្យបាន 1000 ជាតិនៅពេលនេះដើម្បីឲ្យរួចផលកម្មដែលអាត្មាអញបានសម្លាប់អ្នកមានគុណទាំងពីរនោះ ព្រះមហាមោគលានព្រះអង្គចង់រតនាទៀតក៏រត់មិនរួចដែរ មនាចោលទាំងឡាយអើយអ្នកបានប្រឹងប្រែងបង្ហូរញើសបង្ហូរឈាមដើម្បីតាមរកអាត្មាអញយូរពេលណាស់មកហើយពេលនេះអ្នកមិនបាច់ភ័យព្រួយអ្វីទៀតទេអាត្មាអញនឹងមិនកិច្ចដូចមុនទៀតឡើយចូលអ្នកទាំងអស់គ្នាចូលមកកាត់ដៃកាត់ជើងកាត់ក្បាលពុះទ្រូងរូងយកថ្លើមប្រមាត់ទៅកាប់ចិញ្ច្រាំតាមបំណងរបស់អ្នកទាំងអស់គ្នាទៅចុះព្រះអង្គចង់រតនាទៀតក៏រត់មិនរួចដែរអាត្មាអញឲ្យអ្នកសម្លាប់ហើយអ្នកចង់កាប់សម្លាប់អាត្មាអញដោយវិធីណានោះស្រេចតែបំណងអ្នកទៅចុះស្លាប់ទៅចុះស្លាប់ទៅ
បើតាមឯកសារជាដកព្រះមហាមោគលានថេរបានបញ្ជាក់បន្ថែមទៀតថាពួកចោរដែលបានស៊ីឈ្នួលសេដ្ឋីអន្តពាលអន្តេរថីបានចូលទៅកាប់សម្លាប់ព្រះមហាមោគលានពេលនោះខ្ទេចខ្ទីរហូតបែកសាច់និងអធិធិធប៉ុនចុងអង្គរគ្មានសេះសល់អ្វីឡើយចំណែកឯពួកចោរទាំងអស់ក៏ត្រូវព្រះរាជាបញ្ជាឲ្យតាមចាប់យកមកជីកកប់ត្រឹមផ្ចិតហើយឲ្យយកចំបើងគោពីលើដុតទាំងរស់ឆេះស្លាប់ពីនេះគ្មានសល់ចំណែកឯព្រះនាងកុមារិកាក៏បានសាងព្រះភ្នោះបួសសាងកុសលបារមីដើម្បីឲ្យបានជួបព្រះមហាមោគលាននៅជាតិថ្មីមួយទៀត